អាឡូជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបខ្ញុំសារតិចថ្មីបងប្អូនអើយព្រឹកហើមឡើងមេឃភ្លៀងព្រេកដេកដល់ម៉ោង6កន្លះម៉ោង7បាទលឹកឡើងទៅធ្វើការហើយខ្វះនេះទេមកកន្លែងអង្គុយកន្លែងហូបព្រឹកគឺដំឡូងជៀនដំឡូងដុតចេកជៀនចេកដុតអីហ្នឹងពុកម៉ែបងប្អូនអើយតែប៉ុណ្្នឹងមិនតែសយចេកដុតសយចេកដុតហ្នឹងព្រោះអីហូបអីបានតែក្រៀមមកពីក្រៀមហ្នឹងយើងហូបបានតិចតួចតែពោះព្រឹកហើមឡើងមិនតែពោះទៅបានហើយពុកម៉ែអើយពុកម៉ែបងប្អូនដល់ស្មាច់បាក់ហូបបាក់ជុកហូបរើបានតែក្រៀមព្រឹកហើមឡើងម៉ាត់ពីម៉ាត់ផឹកអីចូលតែពោះដល់ម៉ោង10ម៉ោង10អីហ្នឹងបាយថ្ងៃត្រង់បានមកពេលទៅឥឡូវនេះពុំនឹងអង្គុយមកកន្លែងផ្លូវទៅគោរោងចក្ររបស់ខ្ញុំធ្វើប្រហែល50ម៉ែត្រទៀតពុំតាយកនំចាញ់មកហូបអីព្រឹកហើមដោយថាតែពោះចឹងមុនទៅធ្វើការបើមិនស្អាតទេពុកម៉ែបងប្អូនឯងប៉ុណ្ណឹងតែយើងតែពោះព្រឹកហើមឡើងយើងបាក់ហូបមក6ចឹងមក7រអីចេះតែហូបទៅតែពោះបាក់ហូបបាក់សយហូបសយទៅងាងហូបចេកដុតមួយហើយមួយមិនថ្លៃមួយ7ពាន់ដងឯងពុកម៉ែបងប្អូនមួយ7ពាន់ដងគិតជាលុយខ្មែរទៅប្រហែលជាបាន1ពាន់ហ្នឹង1ពាន់រៀលលុយខ្មែរហ្នឹងហើយដល់1ពាន់រៀលលុយខ្មែរមកគិតជាលុយវៀតណាមហូបចុះព្រឹកហើម11ហ្នឹងស្អាតដល់ម៉ោង10ម៉ោង10ថ្ងៃត្រង់បានហូបបាយចេះហូបលេងណាពុកម៉ែបងប្អូនអើយធ្វើម៉េចអត់អីហូបនងហើយវិតល្អរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់ពុកម៉ែបងប្អូនអរគ្នាបើសិនមកទស្សនាវីដេអូរបស់ខ្ញុំជួយចុច like ជួយចុច follow ជួយចុច subscribe ជាវខ្ញុំអ្នកមួយផងដែលខ្ញុំមានកម្លាំងចិត្តកម្លាំងស្លាមចាញ់កែស្នៃវីដេអូបន្តទៀតកុំភ្លេចណាពុកម៉ែបងប្អូនព្រោះអី channel មកធ្វើប្រហែលវីដេអូអត់សូវមិនមើលសូវមិនមើលដឹងសូមពុកម៉ែបងប្អូនជួយចុច like ចុច subscribe ខ្ញុំអ្នកមួយផងសម្រាប់លាបាយបាយអរគុណច្រើន